ស្ដីតើគ្នាខ្ញុំឈ្មោះអេរិកអាយុ41ឆ្នាំថ្ងៃនេះខ្ញុំចង់និយាយខ្លះៗទាក់ទងនឹងភាពប្រែប្រួលទៅតាមវ័យនិងអារម្មណ៍ពេលខ្លះដែលយើងធ្លាប់ឆ្លងកាត់ដូចជាមានអារម្មណ៍ថាយើង stuck នៅពេលខ្លះ So have you ever feel like you stuck sometime សម្រាប់ខ្ញុំអារម្មណ៍បែបហ្នឹងគឺវាអាចកើតមានកត់សម្គាល់ថាមានការប្រែប្រួលទៅលើអារម្មណ៍របស់យើងដែលយើងធ្លាប់ធ្វើអ្វីដែលយើងធ្លាប់ធ្វើពីមុនធ្លាប់ enjoy ជាមួយវាធ្លាប់ចូលចិត្តធ្វើវាជាច្រើនប៉ុន្តែមកដល់ពេលមួយបែរជាមានអារម្មណ៍ថាយើងចាប់ផ្ដើមមិនសូវជាធ្វើអ្វីដែលយើងធ្លាប់បានធ្វើពីមុនព្រោះវាបានកើតឡើងជាក់ស្ដែងមកលើខ្ញុំហើយខ្ញុំគិតថាអារម្មណ៍បែបហ្នឹងគឺវាអាចកើតមានឡើងទៅលើមនុស្សគ្រប់គ្នាមិនតែខ្ញុំទេហើយខ្ញុំគិតថាម្នាក់ប្រហែលជាពេលខ្លះតាមព្យាយាមស្វែងរកនៅចម្លើយដើម្បីដោះស្រាយវាឬក៏ធ្វើយ៉ាងម៉េចដើម្បីឲ្យរួចផុតពីអារម្មណ៍បែបហ្នឹងตัวอย่างដូចអ្នកទាំងអស់គ្នាបានធ្លាប់តាមដាននៅ page របស់ខ្ញុំគិតថាខ្ញុំភាគច្រើនគឺជាមនុស្សដែលចូលចិត្តធ្វើដំណើរជាពិសេសតាមបែប adventure ឬក៏មានការផ្សងព្រេងទៅតាមរយៈការជិះម៉ូតូឬក៏តាមការធ្វើដំណើរនានាផ្សេងៗបាទហើយបច្ចុប្បន្នប្រហែលជាមិនសូវបានឃើញខ្ញុំធ្វើនៅរឿងបែបហ្នឹងទៀតទេភាគច្រើនគឺខ្ញុំធ្វើរឿងអីផ្សេងមួយផ្សេងទៀតគាត់ធ្លាប់ស្គាល់ខ្ញុំឬក៏អ្នកដែលធ្លាប់បានមើលវីដេអូរបស់ខ្ញុំខ្លះៗគាត់ប្រហែលអាចគិតថាសម្រាប់ page របស់ខ្ញុំឬក៏ការធ្វើដំណើររបស់ខ្ញុំហ្នឹងគឺផ្ដោតទៅលើការធ្វើដំណើរតែតាមរយៈម៉ូតូឬក៏អញ្ចឹងទៅជាក់ស្ដែងតាមពិតគឺខ្ញុំចូលចិត្តសកម្មភាពទាំងឡាយណាដែលធ្វើឲ្យខ្ញុំបានស្វែងយល់នៅអ្វីថ្មីៗអញ្ចឹងជាបទពិសោធន៍ភាគច្រើនគឺខ្ញុំផ្ដោតទៅលើការជិះម៉ូតូរយៈពេលអស់ប្រហែលជាជិត15ឆ្នាំដែលខ្ញុំបានចាប់ផ្ដើមតាំងពីមុនឆ្នាំ2010បាទអញ្ចឹងហើយមកដល់បច្ចុប្បន្នគឺខ្ញុំបានធ្វើដំណើរតាមរយៈម៉ូតូហ្នឹងគឺច្រើនជាពិសេសគឺការធ្វើដំណើរនៅក្នុងទីកន្លែងនានានៅក្នុងប្រទេសជាតិកម្ពុជារបស់យើងហើយខ្ញុំក៏ចូលចិត្តវាខ្លាំងចំណាយពេលជាមួយវាបានច្រើនពីមុនបើប្រៀបធៀបជាមួយនឹងការជិះម៉ូតូគឺខ្ញុំជ្រើសរើសយកការធ្វើដំណើរតាមការជិះម៉ូតូហ្នឹងគឺប្រើរយៈពេលយូរដែលខ្ញុំ enjoy ជាមួយការធ្វើដំណើរបែបហ្នឹងជាពិសេសគឺការពីសម័យ COVID ខ្ញុំមានពេលច្រើនខ្ញុំអាចធ្វើវីដេអូបានច្រើនប៉ុន្តែជាក់ស្ដែងបច្ចុប្បន្នគឺមានការរវល់ខ្លាំងអញ្ចឹងវាបានបង្ខំឲ្យចំណង់ចំណូលចិត្តរបស់ខ្ញុំត្រូវបានកាត់បន្ថយជាងមុនហើយខ្ញុំត្រូវបានងាកមកធ្វើនៅការងារប្រចាំថ្ងៃរបស់ខ្ញុំឬក៏ daily lifestyle របស់ខ្ញុំចាប់ផ្ដើម change បន្តិចម្ដងមិនតែប៉ុណ្ណោះគឺការធ្វើវីដេអូរបស់ខ្ញុំក៏ត្រូវបានកាត់បន្ថយបានគឺខ្ញុំអត់មានពេលវេលាច្រើនសម្រាប់ការធ្វើវីដេអូឬក៏មានការតាក់ទងជាមួយនឹងការដើរលេងឬក៏ចែករំលែកនៅបទពិសោធន៍របស់ខ្ញុំដូចពីមុននោះទេตัวอย่างដូចជាមកដល់ពេលបច្ចុប្បន្ននេះគឺជាក់ស្ដែងខ្ញុំមានអាយុច្រើនបាទច្រើនហើយខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ថា lifestyle របស់ខ្ញុំចាប់ផ្ដើម change ផ្លាស់ប្ដូរមិនដូចមុនមិនសូវ aggressive សម្រាប់អ្វីដែលយើងធ្លាប់ធ្វើពីមុនអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមជឿហើយដែរថាចាស់ដែលពួកគាត់បាននិយាយប្រាប់យើងតគ្នាពីច្រើនគាត់ថាពេលដែលដល់ដំណាក់កាលណាមួយគឺវ័យយើងគឺអាចនឹងប្រែប្រួលបើទោះជាកម្លាំងយើងមានកម្លាំងចិត្តយើងមានប៉ុន្តែភាពស៊ាំនឹងរឿងអ្វីដែលយើងធ្លាប់បានធ្វើដដែលវាត្រូវបានធ្វើឲ្យយើងចាប់ផ្ដើមកាត់បន្ថយនៅការដែលយើងធ្លាប់ធ្វើពីមុនឬក៏ចំណង់ចំណូលចិត្តដែលយើងធ្លាប់បានធ្វើពីមុនអញ្ចឹងជាក់ស្ដែងមកដល់ពេលបច្ចុប្បន្នខ្ញុំមានអារម្មណ៍ថាខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាខ្ញុំចាស់ទុំជាងមុន
សូវមានអារម្មណ៍ជ្រួលជ្រើមមិនសូវមានអារម្មណ៍ជ្រួលជ្រើមដូចមុនអញ្ចឹងយើងចាប់ផ្ដើមមានអារម្មណ៍ថាអូអ្វីទាំងអស់ហ្នឹងគឺយើងធ្លាប់បានធ្វើហើយកន្លងមកពីមុនអញ្ចឹងមកដល់ពេលហ្នឹងទោះជាយើងបានធ្វើឬមិនបានធ្វើក៏យើងធ្លាប់បានធ្វើប៉ុន្តែយើងនៅតែចង់ធ្វើអញ្ចឹងប៉ុន្តែវាមានគំនាបមួយដែលវាធ្វើឲ្យយើងមានអារម្មណ៍ថាវា stuck ហើយមានអារម្មណ៍ថាដូចដល់ពេលយើងចាប់ផ្ដើមចង់ធ្វើវាយើងមានអារម្មណ៍ថា stuck យើងចាប់ផ្ដើមគិតគូរច្រើននៅហេតុផលមួយចំនួនដែលយើងព្យាយាមលើកមកជាកត្តាដូចជាយើងមានពេលវេលាមិនគ្រប់គ្រាន់ឬក៏រវល់ឬក៏ទៀតសោតយើងត្រូវផ្ដល់ពេលវេលាទៅឲ្យគ្រួសារយើងឲ្យបានច្រើនជាងមុនព្រោះបានន័យថាយើងនៅអាចមានពេលច្រើនសម្រាប់ខ្លួនឯងទោះបីខ្ញុំឥឡូវខ្ញុំអាយុ41អញ្ចឹងខ្ញុំនៅមានពេលច្រើនសម្រាប់ខ្លួនឯងប៉ុន្តែសម្រាប់អ្នកផ្ទះខ្ញុំឬក៏ក្រុមគ្រួសារខ្ញុំគាត់ចាប់ផ្ដើមចាស់ទៅហើយគាត់ក៏មានពេលវេលាកាន់តែខូចអញ្ចឹងខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាខ្ញុំត្រូវគិតគូរជាងមុនមិនដូចកាលពីមុនអេរិកពីមុនពីច្រើនឲ្យតែនឹកឃើញធ្វើអីគឺធ្វើនឹងហ្មងគឺចង់ទៅជិះម៉ូតូនៅប្រទេសឡាវគិតយប់ហ្នឹងស្អែកឡើងទៅក៏បានដែរឬក៏ចង់ទៅអាមេរិកឬក៏ចង់ទៅកាណាដាអញ្ចឹងគិតភ្លាមអញ្ចឹងពីថ្ងៃក្រោយទៅហើយប៉ុន្តែដោយសារខ្ញុំឧទាហរណ៍ថាខ្ញុំចង់ទៅប្រទេសក្រៅហ្នឹងពីច្រើនគឺខ្ញុំមានវីសានៅជាប់ passport របស់ខ្ញុំរួចរាល់ហើយអស់ហើយពីច្រើនគឺខ្ញុំមាន multiple visa entry ដូចជាទៅប្រទេសកាណាដាអូស្ត្រាលី New Zealand កូរ៉េជប៉ុនបាទអញ្ចឹងពីច្រើនគឺខ្ញុំមាន visa ដែលមានសុពលភាពលើសពី3ឆ្នាំឬក៏ដូចជាប្រទេសកាណាដាគឺអាចរហូតដល់10ឆ្នាំអញ្ចឹងវាមានលក្ខណៈងាយស្រួលសម្រាប់ខ្ញុំគឺខ្ញុំចង់ទៅណាក៏ខ្ញុំទៅបានប៉ុន្តែមកដល់ពេលបច្ចុប្បន្នវាទៅជាមានអារម្មណ៍ផ្សេងនៅថាទៅកន្លែងហ្នឹងទៅទៀតធ្វើទៅដើម្បីអីហេតុអីបានជាត្រូវទៅទៀតខ្ញុំធ្លាប់ទៅហើយខ្ញុំធ្លាប់ធ្វើវាហើយអញ្ចឹងក៏ចង់ផ្ដាំទៅបងប្អូនដែលនៅក្មេងដែលមានអាយុនៅក្មេងអាយុទៅ20ជាងឬក៏30ជាងអីចឹងគឺខ្ញុំ recommend ឲ្យថាស្រឡាញ់អីយើងចាប់ផ្ដើមធ្វើនឹងទៅធ្វើតាមបេះដូងធ្វើតាមចិត្តគំនិតដែលយើងចង់បានកុំព្យាយាមធ្វើអ្វីទៅតាមអ្នកដទៃច្រើនពេកឬក៏តាមគ្នាឬក៏តាមអ្នកណាម្នាក់ដែលគេចង់ឲ្យយើងធ្វើអញ្ចេះឬក៏យើងដូចជាអត់តន់មានម្ចាស់ការភាពជាម្ចាស់ការលើខ្លួនឯងយើងចាប់ដាក់ follow ទៅលើអ្នកដទៃច្រើនពេកយកគំនិតរបស់គេច្រើនពេកមកដាក់នៅក្នុងខ្លួនរបស់យើងអញ្ចឹងគឺធ្វើឲ្យយើងបាត់នៅអារម្មណ៍ដែលយើងចង់ធ្វើដល់អ្វីជារបស់ខ្លួនយើងអញ្ចឹងជាក់ស្ដែងយើងធ្វើការយើងហត់នឿយយើងខំប្រឹងរលុយមិនមានន័យថាខ្ញុំណែនាំថាយើងត្រូវតែចំណាយទាំងស្រុងគឺសម្រាប់ទៅលើការដើរលេងឬក៏ខ្ជះខ្ជាយទៅលើរឿងអ្វីមួយច្រើនពេកទេប៉ុន្តែយើងគួរតែ balance ថ្លឹងថ្លែងឲ្យមានលក្ខណៈស្មើមានលក្ខណៈសមតុល្យសម្រាប់ជីវិតរបស់យើងឬក៏ដូចជាការប្រើពេលវេលាឲ្យមានលក្ខណៈសមតុល្យសម្រាប់ក្រុមគ្រួសារយើងឬក៏មនុស្សនៅជុំវិញខ្លួនយើងអញ្ចឹងនៅពេលដែលយើងមានអាយុកាន់តែច្រើនទៅគឺចង់មិនចង់វាអាចមិនទៅលើមនុស្សគ្រប់គ្នាប៉ុន្តែវាអាចនឹងចាប់ផ្ដើមនឿយណាយចាប់ផ្ដើមហត់នឿយនឹងរឿងអ្វីដដែលហ្នឹងជាពិសេសកន្លែងដែលយើងធ្លាប់ទៅហើយវាអាចនឹងបាត់បង់អារម្មណ៍ដែលយើងធ្លាប់ enjoy life ពីមុនអញ្ចឹងគួរតែជ្រើសរើសនៅអ្វីមួយដែលខ្លួនចង់ធ្វើនិងស្រឡាញ់ចាប់ផ្ដើមធ្វើវាបណ្ដើធ្វើការបណ្ដើខំប្រឹងរលុយខំប្រឹងស្វែងយល់អំពីខ្លួនឯងកាន់តែច្បាស់តើខ្លួនយើងជានរណាយើងចូលចិត្តអីយើងចង់បានអ្វីហើយអ្វីដែលយើងត្រូវស្ដាប់គឺខ្លួនយើងបេះដូងយើងចង់បានអីយើងធ្វើនឹងកុំឲ្យពេលវេលាវាកាន់តែកន្លងផុតទៅហើយយើងអាចបានធ្វើអីទាំងអស់សម្រាប់ខ្ញុំជាក់ស្ដែងគឺពេលនេះខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថា stuck
ខ្ញុំខ្ញុំលេងខ្ញុំលេងជាខ្ញុំពីមុនបានថាខ្ញុំនៅតែជាខ្ញុំប៉ុន្តែខ្ញុំចាប់ផ្ដើមកាត់បន្ថយនៅអ្វីដែលជាខ្លួនខ្ញុំពីមុនពីព្រោះកត្តានានាជារឿងផ្សេងដែលតម្រូវឲ្យខ្ញុំចាប់ផ្ដើមគិតគូរច្រើនជាងមុនហើយខ្ញុំក៏នៅតែព្យាយាមធ្វើអ្វីដែលខ្ញុំចូលចិត្តធ្វើពីព្រោះខ្ញុំអត់ចង់លះបង់ទាំងស្រុងនោះទេសម្រាប់ទោះបីជាយើងរវល់ប៉ុណ្ណាក៏ដោយយើងមិនអាច excuse រហូតដល់ថ្នាក់យើងខ្ជិលឬក៏មានអារម្មណ៍ថាយើងលែងចង់ធ្វើអីទាំងអស់គឺអត់កើតទេអញ្ចឹងគឺខ្ញុំព្យាយាម active ខ្ញុំព្យាយាមធ្វើនេះធ្វើនោះហើយក៏នៅតែបន្តធ្វើអ្វីដែលជាក្តីស្រឡាញ់របស់ខ្ញុំជា passion របស់ខ្ញុំសម្រាប់ការដើរលេងទៀតសោតនិងការធ្វើដំណើរទៅក្រៅប្រទេសឬក៏ធ្វើដំណើរទៅតាមម៉ូតូទោះបីជាខ្ញុំចាប់ផ្ដើមកាត់បន្ថយប៉ុន្តែមិនមែនមានន័យថាខ្ញុំមិនចង់ធ្វើវាទេខ្ញុំនៅតែចង់ប៉ុន្តែគាត់ថាកត្តាខ្លះពេលវេលាវាមិនអំណោយផលអញ្ចឹងសង្ឃឹមថាបទពិសោធន៍ដែលខ្ញុំបានចែករំលែកថ្ងៃហ្នឹងគឺវាអាចនឹងមានផលប្រយោជន៍ដល់អ្នកដទៃដែលគាត់កំពុងតែមានអារម្មណ៍ពេលខ្លះ cannot find themselves ឬក៏អត់ទាន់អាចរកខ្លួនឯងបានពិតប្រាកដថាខ្លួនយើងចូលចិត្តធ្វើអីហើយពេលខ្លះយើងមានអារម្មណ៍ថា stuck តែយើងគួរតែធ្វើយ៉ាងម៉េចអញ្ចឹងនៅយើងគឺ everything is possible សម្រាប់ខ្ញុំគិតថាសម្រាប់ខ្លួនខ្ញុំចូលចិត្តថា everything is possible มันអាចមានរឿងអីដែលយើងមិនអាចធ្វើបានទេយើងជឿជាក់លើខ្លួនយើងថាយើងអាចធ្វើទៅបានអញ្ចឹងទោះបីពេលខ្លះយើងមានអារម្មណ៍ថា stuck យើងមានអារម្មណ៍ថា slow down ជាងមុននៅអ្វីដែលយើងធ្លាប់បានធ្វើពីមុនប៉ុន្តែកុំបោះបង់ខ្លួនឯងស្រឡាញ់ខ្លួនឯងបានច្រើនស្រឡាញ់អ្នកនៅជុំវិញខ្លួនដែលស្រឡាញ់យើងពិតប្រាកដហើយក្រុមគ្រួសាររបស់យើងជាពិសេសអញ្ចឹងបន្តធ្វើនៅអ្វីដែលយើងចូលចិត្តធ្វើ Don't be stuck always think that everything is possible thank you អរគុណបាទ